សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកពាក្យខ្លះៗជាភាសាចិនដូច្នេះដើម្បីកុំឲ្យចំណាយពេលយូរតោះយើងទៅរៀនអានជាមួយគ្នាពាក្យទី1យើងអានថា自我介绍自我介绍自我介绍យើងប្រែថាណែនាំខ្លួនឬក៏ណែនាំខ្លួនឯងពាក្យទី2យើងអានថា我叫达尼我叫达尼我叫达尼យើងប្រែថាខ្ញុំឈ្មោះថានី我叫达尼ខ្ញុំឈ្មោះថានីពាក្យទី3យើងអានថា我是新员工我是新员工我是新员工ប្រែថាខ្ញុំជាបុគ្គលិកថ្មី我是新员工ខ្ញុំជាបុគ្គលិកថ្មីពាក្យទី4យើងអានថា很高兴认识大家很高兴认识大家很高兴认识大家យើងប្រែថារីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាដូច្នេះក្នុងមេរៀនរបស់យើងគឺរៀនតែប៉ុណ្្នឹងសិនទេបងប្អូនហើយក៏សូមអធ្យាស្រ័យដល់បងប្អូនទាំងអស់គ្នាប្រសិនបើមានការអានឬក៏សរសេរខុសដោយសារតែនាងខ្ញុំមិនមែនជាគ្រូបង្រៀនទេខ្ញុំបង្កើតវីដេអូនេះឡើងដើម្បីចង់ចែករំលែកចំណេះដឹងដល់បងប្អូនដែលចង់ចេះភាសាចិនសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត